តាំងពីឆ្នាំ1970មកគ្រូពេទ្យឯកទេសផ្នែកចិត្តសាស្ត្រជាតិអាមេរិកបានប្រែក្លាយសមាធិទៅជាវិធីសាស្ត្រសម្រួលអារម្មណ៍ផ្លូវចិត្តដែលលែងមានលក្ខណៈសាសនាតទៅសោះក្រុមគ្រូពេទ្យអាមេរិកបានចាប់ផ្ដើមមុនគេបន្ទាប់មកគឺបារាំងសមាធិទំនងជាផ្ដល់ប្រយោជន៍ច្រើនដល់សុខភាពនិងផ្ដល់ឥទ្ធិពលល្អដល់ខួរក្បាលដូចជាលើកទឹកចិត្តកាត់បន្ថយ stress បង្កើនការផ្ដុំអារម្មណ៍ផ្ចង់អារម្មណ៍បំភ្លេចការឈឺចុកចាប់រ៉ាំរ៉ៃនិងជួលសម្រួលដំណេកជាច្រើនឆ្នាំមកចុងក្រោយនេះសមាធិលែងមានរូបភាពជាសាសនាទៀតហើយសមាធិត្រូវបានគេរាប់ថាជាបច្ចេកវិទ្យាប្រយុទ្ធប្រឆាំងនឹងការឡើង stress និងជំងឺគេងមិនលក់ដ៏ពេញនិយមនៅអឺរ៉ុបជាក់ស្ដែងនៅបារាំងគេអាចរករៀនធ្វើសមាធិនៅតាមមជ្ឈមណ្ឌលសម្រាកលំហែមិនមែននៅតាមទីវត្តអារាមឬមណ្ឌលសាសនាទេសមាធិគឺជាការផ្ដល់ពេលវេលាឲ្យខ្លួនឯងអង្គុយនិងអង្កេតមើលស្ថានភាពអារម្មណ៍ស្វែងរកភាពស្ងប់និងភាពធូរស្បើយឆ្ងាយពីភាពពុះកញ្ជ្រោលពីសម្លេងពីសម្ពាធនៅពេលថ្ងៃនៅពេលអារម្មណ៍បានស្ងប់មូលល្អនោះ stress ក៏ធ្លាក់ចុះហើយការងងុកងងុយគេងក៏លេចឡើងដំណេកក៏បានស្ងប់ល្អដែរបង្កើតឱកាសឲ្យស្ងប់ល្អចេះស្ដាប់អារម្មណ៍និងសរីរាង្គខ្លួនផ្ដោតផ្ចង់អារម្មណ៍ទៅលើចលនាដង្ហើមនិងទៅលើពេលវេលាជាក់ស្ដែងនេះហើយគឺជាកម្មវត្ថុនៃការហាត់រៀនធ្វើសមាធិដែលតែងតែអាចប្រព្រឹត្តជាក្រុមឬក៏ដោយម្នាក់ឯងស្ដាប់ទៅងាយទេតែវាជាលំហាត់ដ៏ពិបាកបំផុតក្រៅអំពីជាលំហាត់សម្រាប់លំហែអារម្មណ៍ពិភពវិទ្យាសាស្ត្របានងាកមកជ្រើសរើសវិធីសាស្ត្រធ្វើសមាធិសម្រាប់ព្យាបាលទប់ស្កាត់ការលាប់ជំងឺធ្លាក់ទឹកចិត្តឬហៅថាវិធីសាស្ត្រព្យាបាលអារម្មណ៍ទាំងនៅមានស្មារតីពេញលេញដើម្បីប្រឈមរស់នឹងជាមួយនឹងជំងឺមហារីកគ្រូពេទ្យឯកទេសក៏បានស្នើឲ្យអ្នកមានផ្ទុកជំងឺមហារីកអ្នកកំពុងទទួលការព្យាបាលជំងឺមហារីកឬក៏អ្នកទើបងើបពីជំងឺមហារីកប្រព្រឹត្តនិងអនុវត្តការធ្វើសមាធិជាប្រចាំនៅពេលនេះគ្រប់គ្នាកំពុងតែចាប់អារម្មណ៍នឹងការធ្វើសមាធិដើម្បីកាត់បន្ថយភាពចាស់ជរានៃខួរក្បាលស្រទាប់ប្រព័ន្ធកោសិកាប្រព័ន្ធប្រសាទដ៏ក្រាស់ឃ្មឹកនៅក្នុងនលាក្បាលមនុស្សមាននិន្នាការស្រកចុះទៅតាមភាពចាស់ជរារបស់យើងការធ្វើសមាធិពន្យឺតការស្រទាប់ប្រព័ន្ធប្រសាទផងហើយទន្ទឹមពេលជាមួយគ្នានោះវាក៏អាចកាត់បន្ថយល្បឿននៃភាពចាស់ទ្រុឌទ្រោមរបស់ខួរក្បាលទៀតការសិក្សាលើខួរក្បាលអ្នកធ្វើសមាធិជាច្រើនឆ្នាំនិងជាច្រើនម៉ោងបានបង្ហាញថាសមាធិចាប់មានឥទ្ធិពលនិងចាប់មានប្រសិទ្ធភាពទៅលើខួរក្បាលមិនឲ្យចាស់ជរាទៅតាមអាយុនៅពេលដែលធ្វើសមាធិបានជាច្រើនពាន់ម៉ោងពលគឺអ្នកធ្វើសមាធិរក្សាម៉ាស់មៀតខួរក្បាលរបស់ខ្លួនបានល្អជាងនិងស្រកចុះតិចបំផុតបើប្រៀបធៀបទៅនឹងអ្នកដែលមិនធ្វើសមាធិសោះនិងមានវ័យស្របាលគ្នាជាធម្មតាខ្លួនប្រាណរបស់មនុស្សយើងមានអារម្មណ៍មានញាណទទួលដឹងអ្វីៗសពយ៉ាងគឺដោយសារតែការផ្ដល់សញ្ញាផ្ដល់ព័ត៌មានប្រទាក់ឆ្លងគ្នាពីប្រព័ន្ធប្រសាទមួយទៅប្រព័ន្ធប្រសាទមួយទៀតហើយការធ្វើសមាធិនិងសម្រួលឲ្យប្រព័ន្ធប្រសាទមានចំណងប្រទាក់ភ្ជាប់គ្នាថ្មីបន្ថែមទៀតមានន័យថាបុគ្គលណាបានធ្វើសមាធិនឹងងាយចងចាំទទួលយកនិងឆាប់ចេះនៅអ្វីដែលថ្មីពីព្រោះខួរក្បាលមានដំណើរការល្អនិងពេញអំណាចរបស់ខ្លួនការសិក្សាថ្មីបន្ថែមទៀតនឹងអាចវិយតម្លៃអំពីឥទ្ធិពលនៃការធ្វើសមាធិចំពោះការវិវត្តនៃទំហំខួរក្បាលដែលចេះតែរួញទៅតាមវ័យចំណាស់របស់មនុស្សនិងដែលធ្វើឲ្យមនុស្សចាស់បាត់បង់បន្តិចម្ដងការយល់ដឹងនិងការចងចាំគ្រូពេទ្យឯកទេសមនុស្សចាស់ចាប់អារម្មណ៍ខ្លាំងណាស់នឹងវិធីសាស្ត្រធ្វើសមាធិទាំងនៅមានស្មារតីពេញលេញនេះ stress មានកង្វល់ធ្លាក់ទឹកចិត្តសុទ្ធសឹងតែជាកត្តាដែលនាំឲ្យឆាប់កើតឆាប់មានការវិវត្តជំងឺវង្វេងវង្វាន់ហើយអ្នកស្រាវជ្រាវមើលឃើញថាសមាធិគឺជាវិធីសាស្ត្រមួយសម្រាប់ទប់ស្កាត់ឬក៏កម្រិតផលវិបាកនៃសង្គមពីព្រោះតែជំងឺវង្វេងវង្វាន់ពេលនេះអ្នកស្រាវជ្រាវជាតិបារាំង បែលហ្ស៊ិក អង់គ្លេស អាល្លឺម៉ង់ ស្វីស អេស្ប៉ាញកំពុងតែសិក្សារួមគ្នាលើមនុស្សចាស់ចាប់ពីអាយុ65ឆ្នាំឡើងទៅអំពីឥទ្ធិពលនៃការធ្វើសមាធិនិងការសិក្សាភាសាបរទេសចំពោះភាពចាស់ទ្រុឌទ្រោមនៃខួរក្បាលដែលនឹងអាចផ្ដល់លទ្ធផលនៅក្នុងពេលដ៏ឆាប់ខាងមុខនេះឥទ្ធិពលមួយទៀតរបស់សមាធិគឺឥទ្ធិពលទៅលើអារម្មណ៍
ខួរក្បាលមនុស្សមាន2ភាគអារម្មណ៍វិជ្ជមាននៅភាគខាងឆ្វេងឯអារម្មណ៍អវិជ្ជមាននៅក្នុងខួរក្បាលផ្នែកខាងស្ដាំចំពោះអ្នកធ្វើសមាធិដែនអារម្មណ៍វិជ្ជមាននឹងរីកឆ្លងទៅស៊ីខោងចូលដល់ដែនអារម្មណ៍អវិជ្ជមានហើយដោយសារតែមូលហេតុនេះឯងទើបនៅប្រទេសលោកខាងលិចមានអ្នកចូលចិត្តធ្វើសមាធិកាន់តែច្រើនឡើងម្យ៉ាងទៀតការធ្វើសមាធិទំនងជានឹងបានធ្វើឲ្យមនុស្សយើងងាយនឹងសម្របខ្លួនទៅនឹងស្ថានភាពព្រមទាំងមានទឹកចិត្តស្រស់ថ្លាប្រសើរឡើងអ្វីបើការធ្វើសមាធិបាននាំឲ្យយើងមានភាពធូរស្បើយនៅក្នុងអារម្មណ៍មែនក៏ប៉ុន្តែសមាធិគ្មានឥទ្ធិពលទៅលើអាកប្បកិរិយារបស់យើងទេនេះបើតាមការសិក្សាចំនួន20ដែលវិភាគឃើញថាការធ្វើសមាធិបាននាំឲ្យបុគ្គលអ្នកធ្វើនោះស្រស់ស្រាយចេះយោគយល់ចិត្តអារម្មណ៍ល្អបាត់ទុក្ខកង្វល់ធ្លាក់ stress មែនតែមានកម្រិតតិចតួចបំផុតចំពោះអត្តចរិតនិងអាកប្បកិរិយាពីកំណើតក៏ប៉ុន្តែជាចុងក្រោយសូមចងចាំថាទោះបីលោកអ្នកធ្វើសមាធិក្នុងន័យវិធីសាស្ត្រព្យាបាលជំងឺឬក៏ដើម្បីបន្ធូរអារម្មណ៍ក្តីក៏សមាធិអាចមានប្រសិទ្ធភាពលើកកឹកណាតែអ្នកអនុវត្តបានធ្វើជាប្រចាំដោយញឹកញាប់ឬកាន់តែប្រសើរបំផុតត្រូវធ្វើជារៀងរាល់ថ្ងៃមានវិធីសាស្ត្ររៀនធ្វើសមាធិច្រើនបែបច្រើនយ៉ាងណាស់និងអាចធ្វើនៅតែផ្ទះតែម្នាក់ឯងក៏បានអ្វីដែលចាំបាច់ម្យ៉ាងគឺភាពស្ងប់ស្ងាត់ហើយបើអ្នកគ្មានពេលទំនេរទេ10នាទីក្នុងមួយថ្ងៃគ្រប់គ្រាន់ល្មមសម្រាប់ធ្វើសមាធិហើយសូមចាប់ផ្ដើមនៅថ្ងៃនេះជាមួយនឹងយើងខ្ញុំជ្រើសរើសភាពស្ងប់ស្ងាត់គ្មានទូរទស្សន៍គ្មានទូរស័ព្ទសូមស្ដាប់និងនៅជាមួយនឹងខ្លួនអ្នកអង្គុយភ្លេចភ្នែកស្រូបខ្យល់ដកដង្ហើមចេញផ្ដោតអារម្មណ៍តែទៅលើចលនាដង្ហើមស្ដាប់ចលនានៃរាងកាយដៃជើងហើយបន្ធូរអារម្មណ៍ដកដង្ហើមវែងមួយ1 2 3 4 តាមដំណើរខ្យល់ដកដង្ហើមរបស់អ្នកដែលចូលតាមរុនច្រមុះរួចធ្លាក់ចូលទៅដល់ក្នុងពោះប្រសិនបើអ្នកបែកការផ្ចង់អារម្មណ៍គិតដល់រឿងផ្សេងសូមមើលបញ្ហានោះចុះហើយងាកមករាប់អំពីចលនាដង្ហើមរបស់យើងវិញបន្តស្រូបនិងដកដង្ហើមវែងសូមកុំចោះចាញ់នៅពេលបែកអារម្មណ៍ដាស់ស្មារតីអ្នកត្រឡប់មកស្ដាប់ចលនាដង្ហើមវិញ